បាទសួស្តីបងប្អូនទាំងនេះបាទឥឡូវនេះគឺនៅពើព្រឹកប្រលឹមអាឡិតឥឡូវនេះខ្ញុំកំពុងទៅដើរទៅកន្លែងឈរចាំឡានទៅធ្វើការនៅពើព្រឹកប្រលឹមឥឡូវនេះកំពុងទៅដើរហើយបងប្អូនអ្នកឈរមុខត្រៀបត្រានេះស្ទើរអ្នកឈរចាំឡានដើម្បីឡានមកយកទៅធ្វើការក្នុងរោងចក្របងប្អូនឥឡូវនេះយើងកំពុងតែថតសកម្មភាពមិនថាជនជាតិថៃឬក៏ឡាវភូមាសៀមខ្មែរបងប្អូនកំពុងតែឈរចាំឡានដើម្បីឡើងឡានទៅធ្វើការឥឡូវឡើងក្រុងមកមួយបងប្អូនឡើងក្រុងមកមួយគឺឡើងមួយទៅបងប្អូនរោងងានណារោងចក្រណាដែលម្ចាស់ឡានមួយណាដែលឈ្មោះឡានយើងថារោងងានយើងដែលទៅធ្វើរងៃគេមកយករងៃហ្នឹងយើងឡានជិះឡានហ្នឹងទៅដើម្បីទៅកន្លែងធ្វើការយើងធ្វើការរងៃបងប្អូនអានេះនៅពើព្រឹកប្រលឹមបងប្អូននៅវេលាពើព្រឹកប្រលឹមគឺមកឈរចាំឡាននៅកន្លែងហ្នឹងរហូតពើព្រឹកប្រលឹមបងប្អូនឥឡូវនេះឡានមកក្រុងមកមួយទៀតហើយឥឡូវគេកំពុងតែតម្រង់ជួរឡើងឡានទៀតហើយបងប្អូននិយាយទៅមនុស្សនៅនេះគឺច្រើនបងប្អូនហើយជាច្រើនបើជាចូលលបាក់ខ្ទង់ពាន់អ្នកសង្ស័យមកព្រឹកឥឡូវនេះឡើងក្រុងមកយកហើយប៉ុន្តែម្នាក់គេមកម្ដងតិចដល់តិចដល់ម៉ោង6ជាងម៉ោង7អីហ្នឹងចឹងទៅឡានមកយកយើងទៅសម្រាប់បងប្អូនដែលធ្វើការនៅប្រទេសថៃគឺដឹងហើយបងប្អូនគឺមើលវីដេអូនេះគឺដឹងយល់ហើយធ្លាប់គឺយើងត្រូវមកឈរចាំឡាននៅហ្នឹងជាពិសេសនៅអាចារ្យបាំងពូសមុទ្រប្រការយើងនេះគឺយើងត្រូវឈរចាំឡាននៅហ្នឹងបងប្អូនហើយខ្ញុំជាអ្នកថតបាទឥឡូវនេះកំពុងតែថតសកម្មភាពខ្លួនឯងម្ដងគឺឈរដើម្បីអង្គុយគឺកំពុងតែអង្គុយចាំឡានដែរបងប្អូនឡានខ្ញុំអត់ទាន់មកយកទេឥឡូវនេះយើងកំពុងតែអង្គុយចាំឡានមកយកបន្ទាប់មកគឺឡានក្រុងមកមួយទៀតហើយនិយាយទៅនៅនេះគឺភាគច្រើនជិះឡានក្រុងឡានត្រង់ឡានតូចអាហ្នឹងអ្នកជិះឡានណាតែអ្នកខ្លះគេជិះម៉ូតូគេមានម៉ូតូជិះម៉ូតូទៅសម្រាប់យើងមានម៉ូតូជិះយើងជិះឡានទៅជិះឡានមានស្រួលជាងហើយសុវត្ថិភាពជាងបើយើងជិះម៉ូតូអាចហានិភ័យច្រើនអញ្ចឹងយករបល់ល្អយើងជាមិនមែនជាជនជាតិថៃយើងគួរតែជិះឡានទៅល្អជាងណាមួយយើងមិនចំណាយលុយទេជិះឡាននេះគឺជាឡានព្រីដឹកយើងទៅធ្វើការព្រីបងប្អូនឥឡូវជំនាញនេះគឺឡើងក្រុងមកទៀតហើយឡើងក្រុងមកមួយទៀតហើយឥឡូវគេឡើងឡានចេះបដាឡើងបន្តផ្ទុយគ្នារហូតនិយាយទៅឡើងតអស់មនុស្សម៉ោង8ថាអស់ឡានម៉ោង7ជាង7កន្លះអស់ហើយម៉ោង8អស់ហើយគឺយើងត្រូវរោងងានហើយបើយើងមិនចឹងទេគឺទៅអត់ទាន់ឡានគឺចុះទៅការអត់ទាន់ទេអញ្ចឹងបងប្អូនតែថតធ្វើការនៅប្រទេសថៃគឺដឹងហើយឥឡូវឡើងក្រុងមកមួយទៀតហើយលើកឡើងក្រុងមកលើគាត់កំពុងតែរងជួលឡើងឡានទៀតហើយឡានខ្ញុំមិនតាន់មកទេឡានខ្ញុំប្រហែលជាលបាក់យូរទៀតដែរឡានត្រង់គ្នាប្រហែលជា20-30នាក់ទេឡើងក្រុងឡើងខ្ញុំឥឡូវនេះកំពុងតែថតទេសភាពឲ្យបងប្អូនមើលគឺព្រឹកឥឡូវទៅចិត្តអស់ហើយបងប្អូនទៅចិត្តអស់ហើយទៅចិត្តអស់នៅហើយឥឡូវនៅសល់ក្រុមខ្ញុំឯងនៅសល់មួយអ្នកទេនៅថាឡានតមកយកតែបងប្អូនចូលមើលឲ្យកុំភ្លេចជួយចុច like មកផងបាទនេះជាវីដេអូកាត់តលេងៗបងប្អូនមើលសភាពជីវិតពិតការងារពិតនៅស្រុកគេបាទគឺមិនស្រួលទេបងប្អូនមើលហើយអញ្ចឹងយើងបានម្ចាស់យើងធ្វើការបើយើងមិនសិនសំលុយទេគឺអត់សល់លុយទេដូចខ្ញុំធ្វើការអត់សល់លុយទេបងប្អូនណាមួយឆ្នាំពីរឆ្នាំបានមួយខែចាយមួយខែហ្នឹងបងប្អូនមិនរស់ទេបងប្អូនហើយឥឡូវនេះគឺតម្រង់ជួលឡើងឡានបងប្អូនឡើងឡានបន្តទៀតហើយឥឡូវនេះគឺមនុស្សកាន់តែច្រើនទៅហើយគឺនៅពឹកប្រលឹមបងប្អូនចឹងបងប្អូនជុំមើលវីដេអូនេះហើយកុំភ្លេចជួយចុច like ផងបាទ
អរគុណវីដេអូនេះគឺមានតែប៉ុណ្្នេះឯងចាំភាគបន្តបងប្អូនអរគុណបាយបាយ